ទង្វើបញ្ជាក់ការស្រឡាញ់អូនស្រីត្រូវមើលលើទង្វើកុំជឿលើបបោមាត់មនុស្សប្រុសម្នាក់ដែលក្នុងភ្នែកគេពោពេញទៅដោយរូបអ្នករឿងអ្វីទាំងអស់អ្នកមិនចាំបាច់សួរតែគេបែរជាប្រាប់អ្នកនៅរឿងទាំងអស់នោះនេះហៅថាទំនួលខុសត្រូវអ្នកមិនចាំបាច់ទារលុយពីគេមកចាយតែគេស្ម័គ្រឲ្យអ្នកដោយខ្លួនឯងនេះហៅថាចំណូលចិត្តរឿងអ្វីដែលអ្នកមិនចូលចិត្តគេកែប្រែដើម្បីអ្នកនេះហៅថាអកប្បកិរិយាក្នុងបេះដូងគេផ្ទុកតែរូបអ្នកម្នាក់គត់នេះហៅថាចិត្តតែមួយមនុស្សប្រុសម្នាក់ដែលទំនេរខ្លួនយូរអាចគេងជាមួយមនុស្សស្រីដែលខ្លួនមិនស្រឡាញ់ដូចជាពេលដែលអ្នកឃ្លានអាចញ៉ាំរបស់ដែលខ្លួនមិនចូលចិត្តអ្នកមុនបញ្ឈប់ក្អកអ្នកក្រោយបញ្ឈប់ឃ្លានប៉ុន្តែមនុស្សស្រីវិញបើមិនស្រឡាញ់មនុស្សប្រុសទេសូម្បីតែប៉ះក៏មិនបានផងមនុស្សប្រុសមួយចំនួនតែងតែទាមទារឬចង់បានឲ្យដៃគូជីវិតឬជាភរិយារបស់ខ្លួនគឺជាមនុស្សល្អគ្រប់ចំណុចណាមួយចង់ឲ្យគាត់ជាមនុស្សឯករាជ្យលើហិរញ្ញវត្ថុណាមួយចង់ឲ្យគាត់មានសម្រស់ស្រស់ស្អាតណាមួយចង់ឲ្យគាត់ជាមនុស្សសុភាពរាបសារជានារីគ្រប់លក្ខទុកដាក់ផ្ទះសម្បែងហើយចង់ឲ្យគាត់ជាមនុស្សដែលយល់គ្រប់កលៈទេសៈនិងទាមទារឲ្យគាត់ជាមនុស្សដែលនៅពេលដែលឆ្លោះគ្នាត្រូវនិយាយហេតុផលមិនមែនបានន័យថាគាត់មិនគួរមានឬគាត់ធ្វើមិនបាននោះទេប៉ុន្តែអ្នកត្រូវចាំថាប្រសិនបើអ្នកចង់ឲ្យគាត់ជាមនុស្សល្អទាំងព្រមហើយបើគាត់ជាមនុស្សដែលគាត់អាចធ្វើបានដូចដែលអ្នកចង់បានគ្រប់រឿងបានន័យថាគាត់អាចជាមនុស្សដែលមិនចាំបាច់មានអ្នកក៏ថាបានព្រោះគាត់បានคล้ายខ្លួនជាមនុស្សដែលឯករាជ្យគ្រប់រឿងបាត់ទៅហើយដោយមិនចាំបាច់មានអ្នកជាអ្នកបំពេញបន្ថែមឲ្យគាត់ព្រោះថាជីវិតដៃគូគឺត្រូវបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដូច្នេះអ្នកគួររៀនយល់ពីគាត់ខ្លះផងបន្ទាប់ពីស្ត្រីម្នាក់បានចាក់ចេញពីបរិសម្នាក់ទាំងស្រុងបង្ហាញចេញស្ដែងនៅសកម្មភាពទាំង3យ៉ាងនេះអ្នកមើលថាខ្ញុំនិយាយនេះត្រូវឬអត់ទី1នាងនឹងស្ងប់ស្ងាត់បន្តិចម្ដងនាងលែងនិយាយនឹងត្អូញត្អែទៀតហើយប៉ុន្តែនាងរក្សានៅពាក្យទាំងអស់នោះនៅក្នុងចិត្តមិនថានឿយហត់និងលំបាកយ៉ាងណានោះទេនាងនិយាយមិនចាញ់ទេទី2នាងចាប់ផ្ដើមបដូរមកប្រងើយកន្តើយទោះបីមនុស្សប្រុសនោះធ្វើអ្វីក៏ដោយនាងក៏មិនខ្វល់ខ្វាយទៀតដែរដោយសារនាងយល់ថាមនុស្សប្រុសនេះមានក៏បានមិនមានក៏បាននាងនឹងចាក់ចេញយឺតដល់ស្ងៀមស្ងាត់ទី3នាងចាប់ផ្ដើមរឹងមាំនាងយល់ពីហេតុផលទាំងអស់ពឹងផ្អែកលើបរិសុទ្ធមិនល្អដោយពឹងផ្អែកលើខ្លួនឯងទេនៅលើโลกនេះការចាក់ចេញទាំងអស់មិនមែនដោយគ្មានហេតុផលនោះទេមនុស្សប្រុសមិនចង់ស្រឡាញ់នាងនោះមនុស្សស្រីនេះប្រកាសជាចាក់ចេញទៅដោយសន្សំមនុស្សស្រីពិតជាមិនអាចទទួលយកបាននៅរឿងមួយនេះគឺអ្នកសន្យានឹងនាងនៅរឿងអ្វីមួយហើយបែរជាមិនធ្វើឬធ្វើមិនបានតាមពិតរឿងនោះមិនសំខាន់ទេអ្វីដែលសំខាន់គឺអ្នកមិនគោរពការសន្យាមនុស្សគេយកសម្ដីដំរីគេយកភ្លុកសម្ដីជាឯកលេខជាតោអក្សរជាត្រីបោកប្រាស់អ្នកដទៃអ្នកក៏មិនប្រកាសថាអាចទទួលបានរបស់ដែលអ្នកចង់បាននោះដែរដោយសុភាសិតថាពាក្យច្រើនភូតចាញ់អាត្មាវាយបំបីឆ្នាំងរបស់អ្នកដទៃអ្នកខ្លួនឯងក៏មិនប្រកាសថាអាចហូបឆ្អែតដែររារាំងផ្លូវរបស់អ្នកដទៃមិនប្រកាសថាអ្នកអាចរត់បានឆ្ងាយពន្លត់ភ្លើងចង្គៀងអ្នកដទៃក៏មិនប្រកាសថាអាចបំភ្លឺខ្លួនឯងបានដែរដូចនឹងសុភាសិតថាយើងធ្វើគេធ្វើយើងវិញដូចគ្នាដូច្នេះហើយមនុស្សយើងនេះណាមិនត្រូវធ្វើអ្វីដែលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃតែមិនផ្ដល់ប្រយោជន៍ដល់ខ្លួនឯងនោះទេពីព្រោះថាវាមិនត្រឹមតែបង្កាច់បង្ខូចអ្នកដទៃថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងទៀតផងដូច្នេះហើយមនុស្សដែលសើចចំអកអ្នកដទៃទីបំផុតអាចត្រូវបានគេសើចចំអកវិញមនុស្សដែលមើលងាយអ្នកដទៃទីបំផុតគឺត្រូវបានមើលងាយពីអ្នកដទៃវិញសូមចងចាំនៅសុភាសិតខ្មែរទាំងពីរនេះធ្វើបាបមិនធ្វើបុណ្យលែងជាតិទៅនៅនរកធម្មជាតិរបស់មនុស្សគ្មានខុសនឹងត្រូវដាច់ខាតនោះទេនៅពេលដែលអ្នកនាំមកឲ្យគេនៅផលប្រយោជន៍ធម្មជាតិរបស់គេគឺមានចិត្តល្អណាស់
នៅពេលដែលអ្នកមិនអាចនាំឲ្យគេនៅផលប្រយោជន៍ធម្មជាតិរបស់គេគឺអាត្មានិយមនិងប្រងើយកន្តើយនៅពេលដែលអ្នកដណ្ដើមយកផលប្រយោជន៍របស់គេធម្មជាតិរបស់គេគឺអាក្រក់ណាស់គ្រប់ទំនាក់ទំនងទាំងអស់សំខាន់បំផុតគឺសុទ្ធតែពឹងផ្អែកលើផលប្រយោជន៍មកថែរក្សានៅពេលដែលអ្នកជួបប្រទះចំនួនផលប្រយោជន៍ធំណាមួយទំនាក់ទំនងណាមួយក៏ដោយនឹងបង្ហាញទម្រង់ពិតរបស់វាភ្លាមនៅពេលក្រដាស់ប្រាក់ក្រោកឈរហើយនិយាយការពិតទាំងអស់បិទមាត់ដោយភ័យខ្លាចដើមហេតុដែលមនុស្សម្នាក់រស់នៅដោយនឿយហត់ខ្លាំងគឺមិនមែនមកពីសមត្ថភាពមិនមែនមកពីរូបរាងខាងក្រៅប៉ុន្តែគឺដោយសារមិនបានដោះស្រាយឲ្យបានល្អចំពោះខ្លួននិងទំនាក់ទំនងខ្លួនឯងហើយក៏ជាការអស់កម្លាំងចិត្តជូនឲ្យអ្នកនៅប្រយោគ6ចំណុចបញ្ឈប់ការអស់កម្លាំងចិត្តឲ្យអ្នកកាន់តែរលូនទៅប្រយោគទី1ការវាយតម្លៃរបស់អ្នកដទៃកុំយកចិត្តទុកដាក់វាខ្លាំងពេកប្រយោគទី2រឿងដែលមិនអាចកែប្រែបានកុំទៅច្របូកច្របល់ជាមួយវាទៀតត្រូវតែបន្តដំណើរទៅមុខប្រយោគទី3ចំពោះរឿងមិនសំខាន់ខ្លះកុំទៅដណ្ដើមយកឈ្នះចាញ់ប្រយោគទី4រឿងដែលមិនពាក់ព័ន្ធនឹងអ្នកហើយអ្នកមិនអាចធ្វើបាននោះគឺកុំទៅលូកដៃប្រយោគទី5រឿងរ៉ាវដែលបានកើតឡើងហើយកុំរវល់យកវាមកគិតឡើងវិញរឹតតែកុំមានវិបដិសេរីពេកប្រយោគទី6ត្រូវគិតលើជីវិតបច្ចុប្បន្នកុំជាប់គាំងនឹងរឿងអតីតកាលព្រោះយើងមិនរស់ក្នុងអតីតកាលទៀតឡើយនិយាយអាក្រក់ពីអ្នកដទៃអ្នកមិនអាចរីករាយបានរហូតនោះទេដោយពាក្យចាស់ថាពីអប្រិយចាញ់អាត្មាបោកប្រាស់អ្នកដទៃអ្នកក៏មិនប្រកាសថាអាចទទួលបានរបស់ដែលអ្នកចង់បាននោះដែរដោយសុភាសិតថាពាក្យច្រើនភូតចាញ់អាត្មាវាយបំបែកឆ្នាំងរបស់អ្នកដទៃអ្នកខ្លួនឯងក៏មិនប្រកាសថាអាចហូបឆ្អែតដែររារាំងផ្លូវរបស់អ្នកដទៃមិនប្រកាសថាអ្នកអាចរត់បានឆ្ងាយពន្លត់ភ្លើងចង្គៀងអ្នកដទៃក៏មិនប្រកាសថាអាចបំភ្លឺខ្លួនឯងបានដែរដូចនឹងសុភាសិតថាយើងធ្វើគេធ្វើយើងវិញដូចគ្នាដូច្នេះហើយមនុស្សយើងនេះណាមិនត្រូវធ្វើអ្វីដែលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃតែមិនផ្ដល់ប្រយោជន៍ដល់ខ្លួនឯងនោះទេពីព្រោះថាវាមិនត្រឹមតែបង្កាច់បង្ខូចអ្នកដទៃថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងទៀតផងដូច្នេះហើយមនុស្សដែលសើចចំអកអ្នកដទៃទីបំផុតអាចត្រូវបានគេសើចចំអកវិញមនុស្សដែលមើលងាយអ្នកដទៃទីបំផុតគឺត្រូវបានមើលងាយពីអ្នកដទៃវិញសូមចងចាំនៅសុភាសិតខ្មែរទាំងពីរនេះធ្វើបាបមិនធ្វើបុណ្យលែងជាតិទៅនៅនរកធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់តើអ្នកយល់ហើយឬនៅ